ចេះតែចង់ចែកម្លែកជូនបងប្អូនបទពិសោធន៍អ្វីដែលមានបទពិសោធន៍តាក់ទងជាមួយនឹងការព្យាបាលការថែទាំអញ្ចឹងណាបាទចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាអ្វីដែលធ្លាប់មានបញ្ហាក៏មិនចង់ឲ្យបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងសុខភាពជាពិសេសទៅលើការព្យាបាលអញ្ចឹងណាហើយសង្ឃឹមថាវីដេអូទាំងអស់នឹងមានប្រយោជន៍សម្រាប់បងប្អូនពីព្រោះអ្វីដែលខ្ញុំចែកម្លែកនេះមិនមែនជាការអង្គុយសមាធិរកឃើញទេគឺជាការចែករំលែកដោយមានបទពិសោធន៍ផ្ទាល់ជាមួយនឹងដុកទ័រតែម្ដងដោយសារអ្នកជំងឺជាច្រើនដែលខ្ញុំធ្លាប់ប្រឹក្សាយោបល់ជាមួយរួមទាំងការបកប្រែជាមួយនឹងដុកទ័រគឺទទួលបានចំណេះដឹងខ្លះពីណែនាំពីដុកទ័រពីអីចឹងទៅហើយអានេះជាបទពិសោធន៍ពិតបាទបទពិសោធន៍ពិតទទួលបានការព្យាបាលជាពិតទទួលបានការប្រឹក្សាជាមួយដុកទ័រពិតអញ្ចឹងណាបាទចេះតែចង់ចែករំលែកថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើអ្វីដែលគួរប្រឹក្សាបានអញ្ចឹងមានតែការចែករំលែកចំណេះដឹងចែករំលែកការថែទាំសុខភាពហើយការព្យាបាលបងប្អូនការព្យាបាលសុខភាពជាក់ស្ដែងវាមិនមែនដូចជាការអានសភៅទេបើសិនជាយើងអានសភៅអូអានេះមាន1 2 3 4តែទៀតពិតពេលខ្លះព្យាបាលវាអត់សាំញ៉ាំដូចអ្វីដែលយើងអានសភៅឬក៏ដូចអ្វីដែលយើងរៀនដូចយើងរៀននៅថ្នាក់សាកលវិទ្យាល័យចឹងយើងរៀនមាន flow តាមនេះមក1 2 3ប៉ុន្តែនៅពេលដែលយើងចុះមកអនុវត្តធ្វើការផ្ទាល់វាមិនមែនដូចអ្វីដែលយើងរៀនណាតាមឋានៈណាប៉ុន្តែវាជាគ្រឹះជាមូលដ្ឋានក្នុងការមកធ្វើការងារជាក់ស្ដែងអញ្ចឹងណាបាទហើយសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូដែលខ្ញុំចែករំលែកបាទអរគុណច្រើនបាយបាយជម្រាបលា